និយាយពីផែនការទៅដើរលេងវិញរៀបចំទុកដាក់ពីល្ងាចឲ្យហើយគម្រោងចេញដំណើរទៅម៉ោង4បានរៀបចំឲ្យបានហើយប៉ុណ្ណេះភ្ញាក់ឡើងដឹងទៅហ្មងប៉ុន្តែមានណាគម្រោងត្រូវលាយដឹងខ្លួនឡើងម៉ោង6ទៅពេលអញ្ចឹងម្នាក់ញាប់ដៃញាប់ជើងទៅបានចេញម៉ោង6កន្លះបាត់ទៅពេលជិះចិត្តដល់ពាក់កណ្ដាលភៅបានដឹងថាអូផ្លេចនេះផ្លេចនោះផ្លេចគ្រប់សពបែបយ៉ាងហ្នឹងហើយផែនការម៉ោង4ភ្ញាក់ឡើងម៉ោង6តាមពិតទៅពីផ្ទះខ្ញុំទៅពេញវាចិត្តដែរទេជិះត្រឹមតែ2ម៉ោងឯងប៉ុន្តែគម្រោងហ្នឹងគឺត្រូវទៅឲ្យលឿនដោយសារតែចង់ទៅមើលព្រាបពួកអីពេលយើងទៅដល់ពេលព្រឹកយើងព្រាបវាចោះច្រើនមេឃវាត្រជាក់ណាមួយកូនតូចអញ្ចឹងដល់ពេលទៅដល់ពេលព្រឹកយើងស្រួលឲ្យចំណីព្រាបក៏ត្រជាក់យើងក៏ត្រជាក់ងាយស្រួលក្នុងការថតរូបហើយថតរូបស្អាតទៀតដល់ពេលទៅដល់ថ្ងៃចាងចែងមើលទៅក្នុងវីដេអូហ្នឹងដឹងឲ្យមុខឲ្យជូរហាញ់ម្នាក់ហើយទៅភ្នំពេញម្ដងហ្នឹងអាកាសធាតុក៏អំណោយផលល្អទៀតទៅដល់ធ្វើម៉ោង9កន្លះហើយប៉ុន្តែថ្ងៃក្តៅចាងចែងដូចម៉ោង12ម៉ោង1អញ្ចឹងហើយមានបានថតរូបស្លឹកអីមានតែវីដេអូដែលគេលួចថតបន្តិចហ្នឹងដល់ពេលក្តៅពេលអញ្ចឹងលែងខ្វល់រឿងស្អាតមិនស្អាតមែនតែនទៅទិញចំណីព្រាបមកមានដាក់ឲ្យព្រាបណានាំគ្នាដើរហោងលុបសិនដោយសារតែមានសត្វព្រាបច្រើនខ្ញុំឃើញបងប្អូនមកលេងច្រើនណាស់តាភាគច្រើនអ្នកមានកូនតូចនាំកូនមកឲ្យចំណីព្រាបហើយព្រាបទាំងអស់ហ្នឹងអត់ចេះខ្លាចមនុស្សទេដល់ពេលដែលយើងដាក់ចំណីឲ្យវាហាមកឡើងពេញហ្នឹងដល់ពេលអញ្ចឹងទៅក្មេងគាត់មានអារម្មណ៍ថាស្រស់ស្រាយក្នុងវីដេអូហ្នឹងអត់សូវមានព្រាបទេដោយសារតែខ្ញុំមករៀងថ្ងៃហើយបើកាលមុនខ្ញុំមកពេលព្រឹកក៏ព្រាបច្រើនខ្លាំងមែនតើមករៀងឡែតមកខកចិត្តរឿងព្រាបមធ្យមឯងងុំគឺអត់បានញ៉ាំនំចុកគោម្ដងធំថាមកញ៉ាំនំចុកនៅមុខវាខំអត់បាយអត់ហ៊ានញ៉ាំអីនៅតាមផ្លូវដោយសារតែសាមុនមកបានញ៉ាំហ្មងដល់ពេលអញ្ចឹងធ្វើរកអីញ៉ាំផ្សេងទៀតតម្ទៅរកអីញ៉ាំបានបន្ទាប់ពីញ៉ាំអីហើយពួកខ្ញុំបាននាំគ្នាចូលទៅក្នុងវាំងហើយតម្លៃសម្បត្តិដែលចូលទស្សនាគឺម្នាក់ត្រឹម1000ទេដល់ពេលចូលទៅលេងថ្ងៃអាទិត្យអញ្ចឹងមានអីមានភ្ញៀវច្រើនណាស់តាមានទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិខានមកលេងយូររៀងប្លែកភ្នែកដែរតាបងប្អូនទស្សនវិជ្ជានៅក្នុងវាំងស្អាតប្លែកមកច្រើនដងដែរតែដែរមិនសពកន្លែងខ្លះដើរចុះដើរឡើងកន្លែងហ្នឹងអត់ទាន់បានចូលផងដូចជាកន្លែងមួយមើលទៅដោយកូនភ្នំតូចហើយមានព្រៃព័ទ្ធជុំវិញខ្ញុំស្មានតែមានតែកដុកព្រៃហ្នឹងទេតាមពិតគេមានចតាឡើងទៀតដល់ពេលឡើងទៅដល់មានពពុទ្ធបដិមាធំជាច្រើនហើយដើមឈើដុះព័ទ្ធជុំវិញឡើងត្រជាក់ល្ហឹមវាំងមើលពីក្រៅទៅតូចល្មមទេប៉ុន្តែពេលចូលទៅក្នុងបានដឹងថាធំប៉ុណ្ណាឃើញអញ្ចឹងឯងប៉ុន្តែដើរ1ម៉ោងជាងឯងអត់ទាន់សពទេណាបងប្អូនបន្ទាប់ពីដើរលេងក្នុងវាំងហើយខ្ញុំក៏ត្រឡប់មកវិញហើយក៏បន្តដំណើរទៅលេងភ្នំឧដុង្គដើរលេងថ្ងៃនេះទៅណាក៏រៀងលឿនដែរនិយាយមិនលឿនមិនបើមកពីផ្ទះខកឲ្យពីភ្នំពេញទៅឧដុង្គរៀងឆ្ងាយដែរចំណាយពេលប្រហែលជាជិត1ម៉ោងចេញពីភ្នំពេញទៅនៅម៉ោង12ទៅដល់ប្រហែលជាជិតម៉ោង1អញ្ចឹងហើយចាស់ក៏ឃ្លានបាយដល់ពេលអញ្ចឹងខ្ញុំរៀងទៅថាប្រញាប់ទៅទិញម្ហូបទៅដល់ឧដុង្គនោះស្រួលតែកន្លែងចំណតឡានអស់តែ4000ទេតែយើងអាចក្រាកទេអង្គុយញ៉ាំបាយយ៉ាងស្រួលនៅទីនោះមិនមែនដើរទៅទិញម្ហូបធម្មតាណាគឺថារត់តែម្ដងទៅដល់អ្នកលក់ចង់ឆ្ងល់ទេដល់ពេលឃើញខ្ញុំរត់អញ្ចឹងគេឆ្ងល់ថាខ្ញុំរត់ទៅណាលឿនម៉េះមានរត់ទៅណាបងប្អូនរត់ទៅទិញម្ហូបធម្មតាហ្នឹងប៉ុន្តែប្រញាប់ដោយសារតែចាស់ក៏ឃ្លានអញ្ចឹងកុំឲ្យគាត់ចាំយូរគិតថាទិញឲ្យលឿនដែរកុំឲ្យចាស់ចាំយូរប៉ុន្តែនៅដើររេដើរចុះដើរឡើងហ្នឹងវាពិបាកសម្រាប់ចិត្តពេកដោយសារអ្នកលក់ហៅច្រើនពេកហៅឡើងចង់វិលមុខហើយដល់ពេលអញ្ចឹងទាំងសម្រាប់ចិត្តធ្វើទិញមួយណាម្ហូបច្រើនមុខហើយសុទ្ធតែឆ្ងាញ់ទៀតហើយថ្ងៃហ្នឹងដើរលេងដឹងកើតហេតុចម្លែកអីទេទៅដល់ណាក៏ជួបតែអ្នកលក់ឈ្លុះគ្នាពេលទៅដំបងនៅមុខវាំងគ្រាន់ដាក់គូតអង្គុយប៉ោះ2អ្នកនោះចាប់ដើមជេរគ្នាហ្មងដល់ពេលមកដល់ឧដុង្គអញ្ចឹងទៀតគ្រាន់តែហត់ទៅទិញម្ហូបឬ2អ្នកនោះឈ្លុះគ្នាទៀតដើរលេងថ្ងៃហ្នឹងមិនធ្វើរកតែខ្លួនឯងណាជួបរឿងប្លែកជាពិសេសរឿងអ្នកលក់ឈ្លុះគ្នានឹងហ្មងមិនតែមួយកន្លែងណា2កន្លែងស្លេះរឿងអ្នកលក់មកមើលម្ហូបយើងវិញជាពិថាតំណងដល់ក៏ហើយជាពិសេសគឺឃ្មុំអាំងនៅក្នុងឆ្ងាញ់ណាបងប្អូនណាអត់បានភ្លក់សាក់ទៅភ្លក់សាក់មើលខ្ញុំទៅរត់ដងសម្ដៅមុនគេគឺឃ្មុំអាំងនឹងហ្មងហើយមួយទៀតគឺប្រហិតថៃឡាតនៅក្នុងឆ្ងាញ់មែនបន្ទាប់ពីទិញម្ហូបហើយខ្ញុំក៏ត្រឡប់មកវិញរៀបចំញ៉ាំបាយអីហើយសម្រាប់បានយូរដែរប្រហែលជាជិត1ម៉ោងខ្ញុំអត់បានឡើងទៅភ្នំឧដុង្គទេដោយសារតែអាកាសធាតុវាក្តៅពេកណាមួយចាស់ក៏អត់ចង់ឡើងទេព្រោះហត់អញ្ចឹងហើយខ្ញុំចេញពីភ្នំឧដុង្គទៅពុទ្ធមណ្ឌលមានបងប្អូនណាខ្លះធ្លាប់ទៅលេងពុទ្ធមណ្ឌលជួយប្រាប់ខ្ញុំផងទៅដល់ពុទ្ធមណ្ឌលហើយទៅផ្លែកភ្នែកទៀតព្រោះខ្ញុំអត់ដែលបានទៅវាជាលើកទី1របស់ខ្ញុំហើយខ្ញុំប៉ងចង់ទៅលេងនងយូរហើយដោយសារតែខ្ញុំឃើញខាងវត្តគេផុសទេសភាពស្អាតខ្លាំងមែនតើប៉ុន្តែដល់ពេលទៅដល់មិនត្រឹមទេសភាពតែគេផុសហ្នឹងឯណាបងប្អូនគឺមានអ្វីលើពីនងទៀតពេលយើងឃើញផ្ទាល់ស្អាតខ្លាំងជាងការផុសឆ្ងាយព្រោះផ្ទៃដីវិញហត់តែធំទៀតដល់ប្រហែលហិកតាទេបងប្អូនហើយមានបងប្អូនយើងជាច្រើនដែលទៅលេងខ្ញុំឃើញមានកន្លែងផ្ញើម៉ូតូទៀតហើយអ្វីដែលខ្ញុំឃើញដំបូងគេគឺពុទ្ធបដិមានៅចំកណ្ដាលផ្លូវពេលយើងមើលពីចម្ងាយអញ្ចឹងគឺរៀងតូចល្មមប៉ុន្តែដល់ពេលទៅដល់គឺធំខ្លាំងមែនតើបងប្អូនដល់ពេលខ្ញុំដើរបត់ចូលមកខាងស្ដាំគឺមានស្រះទឹកមួយដែលឈ្មោះថាស្រះអភ័យទាននៅក្នុងស្រះហ្នឹងមានត្រីធំច្រើនប្រភេទហើយមានទាំងដើរទៀតហើយនៅនោះក៏មានចំណីថៃដែរហើយបើយើងបត់ចូលមកខាងឆ្វេងគឺជាកន្លែងដែលតម្កល់ព្រះសិរីរកធាតុតិចលឺខ្ញុំនិយាយថាបត់ឆ្វេងបត់ស្ដាំហ្នឹងគិតថាចិត្តមិនមែនចិត្តទេបងប្អូនដើរនោះឆ្ងាយមែនតើដើរមកហត់ហ្មងបើបងប្អូនបានទៅលេងឧដុង្គកុំភ្លេចឈៀងចូលទៅលេងពុទ្ធមណ្ឌលផងព្រោះអីពុទ្ធមណ្ឌលនិងឧដុង្គហ្នឹងនៅក្បែរគ្នាហើយមួយទៀតខាងវត្តគេឲ្យយើងចូលទស្សនាដោយសេរីហ្មងប៉ុន្តែរឿងម្យ៉ាងដែលពួកយើងត្រូវធ្វើគឺរក្សាភាពស្ងៀមស្ងាត់ដោយសារនៅទីនោះ
ជាកន្លែងសិក្សានិងបដិបត្តិធម៌ហើយក៏ជាកន្លែងវិបស្សនាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាយើងអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពី1វិនាទីរហូតដល់5នាទីហើយកុំភ្លេចជួយ like ជួយ share ជួយ follow page ម្នាក់មួយផងអរគុណបាយបាយ